បងតារាល្បី Toyota Yaris Cross នៅស្តុក Toyota Plus បងឆ្ងល់ថាមានមួយគ្រឿងបាទតម្លៃ3ស្ដើងហេតុអីថ្លៃជាងឡានថ្មីបងមើលនេះបាទ HEV បងមួយគ្រឿងនេះប្រើបាន4000គីឡូហើយហេតុអីបានតម្លៃថ្លៃជាងឡានថ្មីបងប្រភេទនេះប្រភេទ hybrid ណាបងមិនមែនជាប្រភេទឡានសាំងធម្មតាទេបងបាទតម្លៃឡានថ្មីមួយគ្រឿងនេះ36900ពី hybrid តើខុសគ្នាបែបម៉េចបងស៊ីសាំង3ទៅ4លីត្រប៉ុណ្ណឹងទេបងបាទហើយដបូលមានរីដូបើពីមុខដល់ក្រោយដែលលើពីរថយន្តសាំងបាទមានបាសផែនីប្រុសជាងមាន EV mode បាទកាមេរ៉ាមកជុំឡានណាបងបាទនេះកាមេរ៉ាមកជុំឡានហើយមាន Tri mode Eco Power ណាបងបាទប្រភេទ hybrid បងមិនមែនជារថយន្តសាំងដែលបងធ្លាប់ឃើញទេបងប្រភេទឡានថ្មី36900ហើយបងមើលមកទឹកកាបងនេះទឹកថ្នាំស៊ីនមកជុំ4000គីឡូពីក្រុមហ៊ុនទៅលក់ជូនតម្លៃពិសេសជូនបងបាទ32900ដុល្លារមកគ្រឿងនេះគឺជាស៊េរីឆ្នាំ2024បាទ hybrid បងជំរឿសន្សំសំចៃខ្លាំងប្រើប្រាស់ក្នុងក្រុងច្រើនស៊ីសាំងចន្លោះ3ទៅ4លីត្រទេបងបាទបងខាង content creator និយាយពីឡានបាទបានតេស្តរថយន្តហើយជាមួយនឹងរថយន្តមួយគ្រឿងនេះបាទអ្វីដែលពិសេសលើសពីរថយន្តសាំងណាបងបាទបងកុំយល់ច្រឡំ Toyota Plus មានមួយគ្រឿងគត់បង Toyota Yaris Cross ស៊េរីឆ្នាំ2024មួយគ្រឿងនេះតម្លៃ hybrid បង32900បាទអញ្ចឹងបងចប់ឆ្ងល់បាទនេះតែម HEV បាទ